គុណថាកូនអើយកូនប្រញាប់ទៅជួយពួកកូនទៅកុំឲ្យថ្ងៃឡើងខ្ពស់ណាកូនម៉ែថ្ងៃនេះខ្ញុំដូចជាអស់កម្លាំងណាស់កូនអើយកម្លាំងមកពីការខិតខំមិនមែនមកពីការទាញទេបាទពុកចៅបើស្ដាប់ពាក្យចាស់នឹងមិនវែងផ្លូវទេបាទយាយខ្ញុំនឹងចងចាំពាក្យយាយទុកយាយវាមួយក្មេងៗលេងចុះមិនដូចសម័យយើងទេត្រូវហើយតាវាតែបើយើងចេះណែនាំឲ្យក្មេងទាំងអស់នោះគេនឹងខ្លាចទៅជាមនុស្សល្អមនុស្សគ្មានវិន័យដូចទូគ្មានទំនុកយកដល់ព្រឹកឡើងឪពុករបស់បណ្ណាគឺដើរទៅមើលវាស្រែហើយក៏បានទៅជួបអ្នកភូមិច័ន្ទនិងអ្នកភូមិជាក៏បានសន្ទនាគ្នាអូវណ្ណៈអ្នកគិតថាកូនយើងគួរតែរៀនអ្វីមិនត្រឹមតែអក្សរតែគុណធម៌មេសាអើយតើឯងនៅផ្ទះដែរទេបើសិនជាឯងនៅឯងចេញមកក្រៅតិចមកយើងនឹងមានការមកពិភាក្សាជាមួយនឹងឯងអូបុនថាតាគ្នានៅក្រៅណែគ្នានឹងដើរទៅជួបឯងបុនថាឯងមានការអ្វីថ្ងៃនេះមករកយើងដើម្បីពិភាក្សារឿងអ្វីដែរអូមេសាមិនសូវមានរឿងអីធំដុំទេគ្រាន់តែយើងចង់និយាយជាមួយឯងព្រោះអីនៅផ្ទះក៏អបសោកដែរហើយណាមួយឪពុករបស់យើងក៏ហៅឯងទៅស្រែយើងមិនចង់ធ្វើស្រែនោះទេអូបុនថាគ្នាក៏តនេដែរតែមិនរួចដៃពីក្រោយមិញឯងមេសាតាឯងរាល់ថ្ងៃធ្វើអីខ្លះយើងឃើញឯងដូចជានឿយពេកហើយបុនថារាល់ថ្ងៃហ្នឹងយើងចេះតែជួយការងារផ្ទះជួយពុកម្ដាយចឹងឯងដូចជាបោសសម្រាមនៅក្រៅផ្ទះមើលមាន់មើលទាអីហ្នឹងអូយើងយល់ហើយយើងនឹងយកគំរូតាមឯងណាមេសាពេលនោះដែរបុនថាក៏បានដើរចេញពីផ្ទះមេសាក៏ឆ្ពោះទៅផ្ទះរបស់ខ្លួនពេលនោះដែរបុនថាក៏បានដើរឆ្ពោះទៅផ្ទះរីឯឪពុករបស់ខ្លួនក៏បានដើរមកពីស្រែចម្ការវិញហើយក៏បានសួរទៅកាន់បុនថាបុនថាហេតុអ្វីឯងមិនមកស្រែតោះពុកខ្ញុំរវល់តែនិយាយជាមួយនឹងមេសាមិនបានមើលពេលវេលាឡើយកូនអើយលើក្រោយចេះតែបែងចែកពេលវេលាឲ្យបានត្រឹមត្រូវនេះគឺជាកំហុសថ្ងៃនេះគឺជាមេរៀនសម្រាប់ថ្ងៃស្អែកលោកយាយខ្ញុំធ្វើឲ្យពុកខឹងមែនទេកូនចេះកាត់នោះជារឿងល្អហើយនោះល្អមិនមែនមិនធ្វើខុសតែចេះកែខ្លួនអូយទឹកចំនួនកំពុងតែលឹកស្រាយយើងហើយយើងត្រូវចេះជួយគ្នាបាទចាំខ្ញុំជួយ